នទាំងអស់គ្នាក្តៅបងប្អូនទាំងអស់គ្នាព័ត៌មានផ្លូវការគឺបានចេញហើយសម្ដេចតេជោហ៊ុនសែនត្រៀមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះទៅប្រទេសចិនហើយបងប្អូនទាំងអស់គ្នាតបទៅតាមការអញ្ជើញរបស់កុម្មុយនីសចិនសម្ដេចតេជោប្រធានព្រឹទ្ធសភានឹងទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026នេះបងប្អូនទាំងអស់គ្នាក្នុងដំណើរលើកនេះគឺមានការអមដំណើរដោយសម្ដេចពិជ័យសេនាធាបាញ់និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិនិងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរនៅក្នុងឱកាសនោះផងដែរគឺសម្ដេចតេជោនឹងមានការជំនួបពេលភាគីជាមួយនឹងប្រធានាធិបតីសៀជីនពីងព្រមទាំងពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីលីឈៀងនិងប្រធានសភាចៅលើជីផងដែរបងប្អូនទាំងអស់គ្នាអ្វីដែលកាន់តែពិសេសនោះគឺសម្ដេចតេជោនឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្ដេចព្រះមហាក្សត្រីវីរៈមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បងប្អូនទាំងអស់គ្នាហើយនៅក្នុងដំណើរទស្សនកិច្ចនេះផងដែរគឺដើម្បីបន្តរឹតចំណងមិត្តភាពដែកថែបនិងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជាចិនឲ្យកាន់តែជោគជ័យថែមទៀតផង